នៅពេលផ្ទៃមេឃទាំងមូលសង្កត់មកលើអ្នកដូចជាជញ្ជាំងពណ៌ខ្មៅដ៏ធំគ្មាននរណាគិតថាវាជាព្យុះកំបុតត្បូងទេព្រោះវាមើលទៅមិនដូចសោះតែខាងក្នុងជញ្ជាំងនោះលាក់នៅបិសាចធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិទទឹង4គីឡូម៉ែត្រធំជាងកោះ Manhattan ទាំងមូលហើយវាបានសម្លាប់សូម្បីតែអ្នកដែលយល់ដឹងពីព្យុះច្បាស់ជាងគេនៅលើផែនដីថ្ងៃនេះយើងនឹងបកស្រាយរឿងព្យុះ El Reno ព្យុះដែលផ្លាស់ប្ដូររបៀបដែលមនុស្សយល់ពីធម្មជាតិដើម្បីយល់រឿងនេះយើងត្រូវដឹងមួយសហរដ្ឋអាមេរិកមានតំបន់មួយឈ្មោះ Tornado Alley ច្រកព្យុះកំបុតត្បូងជាកន្លែងដែលមានព្យុះកំបុតត្បូងច្រើនជាងគេបំផុតលើពិភពលោករដ្ឋ Oklahoma ស្ថិតនៅកណ្ដាលច្រកនេះហើយខែឧសភាគឺជារដូវកាលដ៏សាហាវបំផុតនៅទីនេះខ្យល់ក្តៅសើមពីឈូងសមុទ្រមិចស៊ិកជួបនឹងខ្យល់ត្រជាក់ស្ងួតពីភ្នំ Rocky ការប៉ះទង្គិចនេះបង្កើតព្យុះដ៏កាចសាហាវហើយឆ្នាំ2013គឺជាឆ្នាំមួយដ៏អាក្រក់ត្រឹមតែ11ថ្ងៃមុនព្រឹត្តិការណ៍នេះទីក្រុងម៉ូក្បែរនោះទើបរងព្យុះកម្រិតខ្ពស់បំផុត EF5 ដែលសម្លាប់មនុស្ស24នាក់និងបំផ្លាញសាលារៀនតំបន់ទាំងមូលកំពុងស្រែកយំថ្ងៃទី31ឧសភាឆ្នាំ2013ពេលព្រឹកអាកាសធាតុមើលទៅធម្មតាបំផុតមានពន្លឺថ្ងៃខ្យល់បក់តិចៗកម្ដៅប្រហែល30អង្សាបើអ្នករស់នៅទីនោះអ្នកប្រហែលជាចេញក្រៅធ្វើការធម្មតាតែនៅលើមេឃមានព្យុះកម្លាំងដូចគ្រាប់បែកមួយកំពុងបង្កើតឡើងអ្នកវិទ្យាសាស្ត្រវាស់ថាមពលក្នុងបរិយាកាសដោយសន្ទុះឈ្មោះ CAPE ព្យុះនេះធម្មតាផ្គររន្ទះមានកម្រិត2ទៅ3000តែថ្ងៃនោះវាលោតដល់ប្រហែល6000ខ្ពស់ខុសធម្មតាទ្វេដងហើយខ្យល់3ទិសបានជួបគ្នាខ្យល់ក្តៅសើមពីសមុទ្រខ្យល់ក្តៅស្ងួតពីវាលខ្សាច់និងខ្យល់ត្រជាក់ពីខាងជើងវាដូចជាការសង្កត់រសរហូតដល់កម្រិតកំណត់មនុស្សនៅផ្ទៃដីមិនអាចដឹងបានទេតែមេឃកំពុងរៀបចំធ្វើអ្វីដ៏គួរឲ្យខ្លាចវេលាម៉ោង 4:30 រសៀលបបោព្យុះផ្គររន្ទះបានស្ទុះឡើងដល់កម្ពស់15គីឡូម៉ែត្រក្នុងរយៈពេលត្រឹម16នាទីកម្ពស់នេះខ្ពស់ជាងភ្នំ Everest ស្ទើរទ្វេដងពពកនេះមានឈ្មោះថា Supercell ប្រភេទព្យុះដ៏កម្រនិងសាហាវបំផុតដែលខាងក្នុងវាមានចលនាបង្វិលដ៏ធំហៅថា Mesocyclone ម៉ោង 6:03 ល្ងាចព្យុះកំបុតត្បូងចាប់ផ្ដើមប៉ះដីចម្ងាយ13គីឡូម៉ែត្រពីទីក្រុងដំបូងវាតូចប៉ុនខ្សែពួរមើលទៅស្ទើរមិនគួរឲ្យខ្លាចតែក្នុងរយៈពេលត្រឹមតែ60វិនាទីវាបានពឹងធំលេបត្របាក់ផ្ទៃមេឃទាំងមូលហើយនេះជាចំណុចចម្លែកបំផុតខុសពីព្យុះធម្មតាដែលលូតពីពពកចុះក្រោមព្យុះនេះហាក់ដូចជារីកធំចេញពីដីដោយវាត្រូវគ្របដោយភ្លៀងក្រាស់រ៉េនរ៉ាប់វាមើលទៅដូចជញ្ជាំងប្រភេទធំមិនមែនជាកំបុតត្បូងធ្វើឲ្យសូម្បីតែអ្នកជំនាញមើលមិនដឹងថាគ្រោះថ្នាក់កំពុងខាត់មកជិតតួលេខរបស់វាគួរឲ្យរន្ធត់ទី1ទទឹង4 2គីឡូម៉ែត្រនេះធំជាងគេបំផុតដែលមនុស្សធ្លាប់កត់ត្រាក្នុងប្រវត្តិសាស្ត្របំបីកំណត់ត្រាចាស់ឆ្នាំ2004ស្រមៃមើលបើវាដើរកាត់ភ្នំពេញវាអាចគ្របដណ្ដប់សង្កាត់ច្រើនក្នុងពេលតែមួយទី2ល្បឿនខ្យល់រហូតដល់504គីឡូម៉ែត្រក្នុង1ម៉ោងវាស់ដោយរ៉ាដាឡាឈ្មោះ RAXPOL នេះលឿនលំដាប់ទី2ដែលធ្លាប់វាស់បាននៅលើផែនដីលឿនជាងយន្តហោះធម្មតាហោះទៅទៀតទី3ខាងក្នុងវាមិនមែនព្យុះតែមួយទេវាលាក់ព្យុះតូចៗ Subvortex ច្រើនដែលនីមួយៗវិលក្នុងល្បឿនជាង290គីឡូម៉ែត្រស្រែម៉ោងដោយផ្លាស់ទីយ៉ាងលឿនគ្មានទិសច្បាស់លាស់វាមិនមែនព្យុះមួយវាជាហ្វូងបិសាចក្នុងតួមួយនេះហើយជាមូលហេតុដែលធ្វើឲ្យវាគ្រោះថ្នាក់ខ្លាំងអ្នកមិនអាចទាយបានថាវានឹងទៅទិសណាពេទ្យឥឡូវយើងត្រូវស្គាល់បរិសុទ្ធម្នាក់លោក Tim Samara អាយុ55ឆ្នាំវិស្វករនិងអ្នកវិទ្យាសាស្ត្រដែលលះបង់មួយជីវិតសិក្សាព្យុះកំបុតត្បូងគាត់បានបង្កើតក្រុមស្រាវជ្រាវឈ្មោះ TWICE-X និងឧបករណ៍ស្ទង់ព្យុះពិសេសឈ្មោះ Turtle ដែលគេដាក់ចំផ្លូវព្យុះដើម្បីវាស់សម្ពាធនិងល្បឿនខ្យល់ពីខាងក្នុងគាត់ល្បីល្បាញលើពិភពលោកធ្លាប់ឡើងកម្មវិធីទូរទស្សន៍ Storm Chasers និងធ្លាប់កត់ត្រាការធ្លាក់សម្ពាធខ្យល់ខ្លាំងជាងគេក្នុងព្យុះកំបុតត្បូងតែសំខាន់ជាងគេគាត់ត្រូវបានគេស្គាល់ថាជាអ្នកដែលប្រុងប្រយ័ត្នបំផុតតែរក្សាចម្ងាយសុវត្ថិភាពមិនដែលប្រថុយថ្ងៃនោះគាត់នៅជាមួយកូនប្រុស Paul និងសហការី Collian ពួកគេគិតថាខ្លួននៅទីតាំងសុវត្ថិភាពដោយរក្សាចម្ងាយឆ្ងាយតែបិសាច El Reno មិនដើរតាមច្បាប់ធម្មតាទេភ្លាមវាបដូរទិសយ៉ាងគំហុកឆ្ពោះទៅទិសខាងជើងកាត់តាមផ្លូវរបស់ពួកគេហើយបង្កើនល្បឿនភ្លាមពីលឿនមធ្យមទៅលឿនជាងរថយន្តអាចគេចបានរថយន្តរបស់ពួកគេត្រូវបានស្រូបចូលរមៀលចម្ងាយជិត800ម៉ែត្រហើយខ្ទេចខ្ទីសល់តែដុំដែកពួកគេទាំង3បាត់បង់ជីវិតលោក Tim Samara ក្លាយជាអ្នកតាមដានព្យុះដ៏ល្បីដំបូងគេដែលត្រូវស្លាប់ដោយព្យុះកំបុតត្បូងក្នុងប្រវត្តិសាស្ត្រមនុស្សដែលប្រុងប្រយ័ត្នជាងគេត្រូវយកជីវិតដោយធម្មជាតិនេះធ្វើឲ្យពិភពលោកទាំងមូលតក់ស្លុតថ្ងៃនោះមនុស្សសរុប8នាក់បានស្លាប់ទាំងអស់សុទ្ធតែនៅក្នុងរថយន្ត
ហើយមិនមែនតែក្រុម Samaras ទេដែលជាប់ក្នុងព្យុះក្រុមមួយផ្សេងទៀតពីស្ថានីយ៍ Weather Channel រួមទាំងអ្នករាយការណ៍ Mike Bettes រថយន្តរបស់ពួកគេក៏ត្រូវបានព្យុះស្រូបបោះកំទេចចម្ងាយជាង200ម៉ែត្រតែដោយសំណាងល្អពួកគេរួចជីវិតទោះរបួសក៏ដោយភាពខុសគ្នារវាងរស់និងស្លាប់ថ្ងៃនោះគឺត្រឹមតែប៉ុន្មានម៉ែត្រនិងសំណាងហើយនេះជាផ្នែកដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រឆ្លោះគ្នារហូតមកដល់ឥឡូវទោះរ៉ាដាវាស់ល្បឿនខ្យល់ដល់កម្រិត EF5 ខ្ពស់បំផុតក៏ដោយក៏ទីភ្នាក់ងារអូតូនិយមជាតិបានទម្លាក់ចំណាត់ថ្នាក់មកត្រឹម EF3 នៅ3ខែក្រោយមកហេតុព្រោះប្រព័ន្ធវាតម្លៃ Enhanced Fujita ផ្អែកលើទំហំនៃការខូចខាតលើអាគារមិនមែនល្បឿនខ្យល់ដែលរ៉ាដាវាស់បានទេដោយព្យុះនេះវាយលើទីវាលស្រែមិនបានបំផ្លាញអាគាររឹងមាំទើបបានត្រឹម EF3 តួកម្លាំងពិតរបស់វាជាមហន្តរាយអ្នកវិទ្យាសាស្ត្រជាច្រើនមិនយល់ស្របពួកគេថារបៀបវាស់នេះមិនត្រឹមត្រូវព្រោះវាមិនរាប់បញ្ចូលកម្លាំងពិតប្រាកដការជជែកនេះបាននាំឲ្យមានការកែលម្អវិធីសិក្សាព្យុះនិងសុវត្ថិភាពអ្នកតាមដានព្យុះក្រោយ40នាទីនឹងធ្វើដំណើរ26គីឡូម៉ែត្របិសាច El Reno បានចុះខ្សោយហើយរលាយបាត់ទៅវិញនៅតំបន់វាលស្រែវាបានបាត់ខ្លួនដូចពេលវាមកដល់ភ្លាមនិងគ្មានការព្រមានតែការលះបង់របស់លោក Tim Samaras និងក្រុមការងារមិនបានបាត់ឥតប្រយោជន៍ទេទិន្នន័យនិងមេរៀនពីព្រឹត្តិការណ៍នេះបានជួយឲ្យអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់ពីព្យុះ Rain Rap ដ៏គ្រោះថ្នាក់ហើយជួយសង្គ្រោះជីវិតមនុស្សជាច្រើននាពេលអនាគតរហូតមកដល់ពេលនេះព្យុះ El Reno ឆ្នាំ2013នៅតែជាព្យុះកំបុតត្បូងធំជាងគេបំផុតដែលមនុស្សជាតិធ្លាប់កត់ត្រាវារំលឹកយើងថាធម្មជាតិអាចស្ងប់ស្ងាត់មួយវិនាទីហើយคล้ายជាបិសាចក្នុងវិនាទីបន្ទាប់ហើយការគោរពធម្មជាតិគឺជាប្រាជ្ញាដ៏ធំបំផុតបើអ្នកចូលចិត្តរឿងបែបនេះកុំភ្លេច like subscribe និងចុចកណ្ដឹងប្រាប់យើងក្នុង comment តើធម្មជាតិអ្វីទៀតដែលអ្នកចង់ឲ្យបកស្រាយជួបគ្នាវីដេអូក្រោយ